ជម្រាបសួរពុកម៉ែបងប្អូនកាលពីថ្ងៃ8មីនាសមាជិក STC បានមកមតិគ្នាដើម្បីចែករំលែកក្តីស្រឡាញ់នៅតំបន់ដាច់ស្រយាលគេបែងចែក4ក្រុមហើយក្រុមនេះខ្ញុំទៅព្រៃជ្រូកអត់ទាន់ទៅដល់ព្រៃជ្រូកទេមកបែងចែកក្តីស្រឡាញ់ជាមួយពូជិះម៉ូតូនៅសាំងពួកសិនអ្នកគ្នាព្រោះម៉ូតូធ្វើទុកហើយយើងទៅផ្លូវឆ្ងាយទៀតហើយយើងក៏ចេញដំណើរបន្តភ្លៀងផងអីផងតិចឡើងល្អហ្មងអ្នកគ្នាត្រង់ដល់ផ្សារព្រៃជ្រូកក៏ចោះញ៉ាំអីនៅតូបអ៊ីសិនហើយបានជួបអូន2នាក់ដែលគាត់មកពីសូននិគមគាត់ទៅធ្វើការតនៅប៉ោយប៉ែតនិយាយទៅគាត់ចាប់អារម្មណ៍ចង់រៀនណាប៉ុន្តែគាត់ប្រាប់ថារៀនអត់កើតទេបងដោយសារតែគាត់មានទំនួលខុសត្រូវទៅលើគ្រួសារគាត់គួរស្ដាយមែនតើចេញពីផ្សារព្រៃជ្រូកមកយើងក៏បន្តនៅបេសកកម្មបន្តស្វែងរកផ្ទះពូមេភូមិដើម្បីស្វែងរកសិស្សចូលរៀនជំនាញបដិសណ្ឋារកិច្ចទាំង4ជំនាញរបស់ពួកយើងមកដល់ផ្ទះពូមេភូមិអ្នកនរគ្នាមើលចិត្តស្ត្រីមិនថាមនុស្សឬសត្វទេសុខចិត្តស្លាប់ខ្លួនហ្មងឲ្យតកូនបានរស់រីករាយសិទ្ធិនារីទៅកាន់នារីជំនាញពិភពលោកផងដែរចូលមកកាន់រឿងយើងវិញលោកគ្រូក៏បានប្រាប់ពីគោលបំណងទៅពូមេភូមិថាមកនេះដើម្បីជ្រើសរើសសិស្សតែគួរឲ្យស្ដាយពូមេភូមិក៏ថាភាគច្រើនណាអ្នកនៅនេះទៅឈប់រៀនហើយគឺចំណាក់ស្រុកទៅថៃទៅអីហីចឹងទៅនៅស្រុកគឺអត់មានយុវជនដែលអាចចូលរៀនជំនាញបានទេយើងលឺអញ្ចឹងក៏បន្តដំណើរទៅភូមិបន្តទៀតចុះសួរអ៊ីប៉ះអ៊ីប្រពន្ធមេភូមិហ្មងចឹងក៏គាត់ប្រាប់ផ្លូវហើយយើងធ្វើដំណើរទៅរកពូមេភូមិនៅភូមិបន្តបងឃើញប្រាសាទនៅខាងស្ដាំដៃខ្ញុំនេះហ៎ចាំមកវិញខ្ញុំចុះថតឲ្យមើលក៏ទៅទឹកដីសៀមរាបយើងកន្លែងណាក៏មានប្រាសាទដែរអ្នកគ្នាខ្លាចតែពួកយកស្គាល់ទេផ្លូវទៅផ្ទះពូមេភូមិបាទអត់ចាញ់ផ្លូវទៅផ្ទះម៉ែក្មេងទេបងនេះមើលសកម្មភាពលោកគ្រូអ្នកគ្រូអូយចង់ឲ្យសិស្សទាំងអស់ទាំងវគ្គ1វគ្គ2វគ្គ3បានឃើញតស៊ូណាស់ថាចង់ឲ្យសិស្សមានជំនាញមានចំណេះអ្នកគ្នាទ្រាំដល់ផ្ទះពូមេភូមិនេះចង់អរគុណទៅពូមេភូមិខ្លាំងដូចគ្នាអូយនិយាយទៅគាត់យកអាសាពួកយើងមែនតើគាត់ស្ទុះទាគាត់ចង់ឲ្យប្រជាជនគាត់មានជំនាញដែរសន្យាណាត់ជួបគ្នាអីរួចហើយក៏បានចេញដំណើរមកវិញដើម្បីទៅភូមិបន្តទៀតឆ្លៀតចុះថតប្រាសាទរបស់បងមើលបន្តិចបើតាមសួរអ្នកភូមិក៏ថាប្រាសាទនឹងឈ្មោះថាប្រាសាទផ្លាំងប៉ុន្តែខ្ញុំមិនដឹងថាមានប្រវត្តិឬកំណើតមិនទេបើសិនបងជាពិសេសអ្នកស្រុកពួកដឹងខមមិនខាងក្រៅមកណាដើម្បីចែករំលែកគ្នាជាពិសេសសម្រាប់បងដែលចូលចិត្តត្រាច់ចោអីបានក៏ទៅមើលផងស្នាប់ក្រងច្រើនតែអ្នកនរគ្នាចេញពីប្រាសាទវិញក៏បានជួបអ៊ីម្នាក់អ្នកគ្នាមើលទឹកមុខគាត់គាត់យំគាត់និយាយមកខ្ញុំទាំងទឹកភ្នែកហ្មងនិយាយទៅគឺកូនគាត់រៀនដល់ថ្នាក់ទី12ហើយទៅគាត់អត់មានលទ្ធភាពឲ្យកូនរៀនបន្តទេអញ្ចឹងទៅគាត់លឺកន្លែងយើងរៀនអត់គិតថ្លៃអញ្ចឹងក៏គាត់ចង់ឲ្យកូនគាត់រៀនដែរអញ្ចឹងណាលឺហើយខ្ញុំចង់អ៊ូដាំកោដែរតើអ្នកខ្លះមានឱកាសបានរៀនតែមកជារៀនហើយអ្នកខ្លះវិញគ្នាចង់រៀនមកជាអត់មានឱកាសរៀនគួរឲ្យសោកស្ដាយមែនតើចេញពីអ៊ីហើយយើងក៏បានបន្តដំណើរទៅជួបពូមេភូមិប្រាសាទនិយាយទៅលោកពូក៏គាត់ស្ទុះស្ទាដែរគាត់យកអាសាយើងអង្គុយគាត់ទៅដឹកប្រជាជនណាដែលថាគាត់ដឹងតែក្រីក្រហើយអត់មានលទ្ធភាពរៀនឈប់រៀនអញ្ចឹងដើម្បីឲ្យបានចុះឈ្មោះគាត់ដឹងថាការរៀននេះអត់គិតថ្លៃហើយយើងមានអាហារមានកន្លែងស្នាក់នៅនិងមានប្រអប់បឋមនិងសម្ភារៈប្រើប្រាស់អីផ្សេងសមាគមរ៉ាប់រងស្ទើរតែ 100% ទៅហើយអញ្ចឹងមករៀនតែខ្លួននឹងអត់មានអីខាត់បងឲ្យបានចំណេះទៅវិញទៀតអញ្ចឹងទៅក៏ចង់ឲ្យប្រជាជនគាត់មានចំណេះគ្រប់គ្នាហើយម៉ាក់ប៉ាឥឡូវក៏គាត់យល់ដឹងច្រើនដែរធ្វើត្បិតកូនវ៉ាដូចអ្នកមីងម្នាក់គាត់ថាកូនគាត់មានដល់7ហើយទៅមានកូនខ្ចី2ខែតែគាត់នៅតែជំរុញឲ្យកូនមករៀនព្រោះគាត់ថាចំណេះដឹងនឹងជាស្ពានទៅរកភាពជោគជ័យនៃជីវិតពិតជាអរគុណពួកគាត់មែនតើដែលមានការយល់ដឹងបែបនេះនិយាយទៅគាត់ក៏អត់ចង់ឲ្យកូនចំណាក់ស្រុកទៅប្រទេសជិតខាងដែរវាហានិភ័យហើយវាបាត់បង់ធនធានមនុស្សនៅក្នុងប្រទេសយើងទៀតបងចេញពីភូមិប្រាសាទមកយើងក៏ទៅញ៉ាំអាហារពេលថ្ងៃត្រង់សិនទៅញ៉ាំនៅវាលស្រែ100បងលើកទី1ខ្ញុំទៅញ៉ាំនៅហ្នឹងញ៉ាំគេដាក់ជីលអញ្ចឹងហើយខ្ញុំញ៉ាំនៅហាងមួយឈ្មោះថាជីលុនម្ចាស់ដើមកន្លែងគាត់ភ្ញៀវច្រើនតើហើយឆ្ងាញ់ទៀតហើយជិះមកបន្តទៅភូមិថ្មីនេះអ្នកខ្ញុំឃើញគេដើរដងវងខ្ញុំស្មានទៅណាឃើញលេខកៅចៅមហាផងអីផងស្មានតាកើតអីចឹងណាមានតែដឹងឯណាអ្នកទាំងអស់គ្នាដែលឃើញអត់រងតែមួយណារំ3វងខ្ញុំប្រាប់អ្នកទាំងអស់គ្នាខ្ញុំអត់ដែលឃើញទេអ្នកគ្នាដែលឃើញអត់និយាយទៅសប្បាយមែនតើការតម្រងឯងប៉ុន្តែមករំ3វងផ្សេងគ្នាអ្នកគ្នាពីដើមភពដល់ចុងភពនិងកណ្ដាលភូមិហើយមែនតើបងប៉ុន្តែសប្បាយចេញពីនោះមកក៏បានមកដល់ទឹកដីសៀមរាបអង្គរវិញហើយមកដល់ភូមិវប្បធម៌មនុស្សណែនតាន់តាប់មែនតើចេះឆ្ងាយគេធ្វើអីអភ្លេចគិតថ្ងៃហ្នឹងថ្ងៃ8មីនានៅសួនបៃតងគេមើល free អញ្ចឹងទៅសប្បាយចិត្តដែរឃើញភ្ញៀវច្រើនអញ្ចឹងបង្ហាញថាទេសចរយើងកំពុងដើរវិញដែរសម្រាប់ vlog ថ្ងៃនេះគឺមានតែប៉ុណ្្នេះឯងជួបគ្នានៅ vlog ក្រោយទៀតណាបងអរគុណច្រើនសម្រាប់ការទស្សនាបាយបាយ